ជំរាបសួរមិត្តអ្នកអានជំរាបសួរមិត្តអ្នកគ្រប់គ្រងកម្មវិធីនីតិឆ្លើយសំណួរយកសភៅស្វាគមន៍មកកាន់ Channel YouTube ផ្លូវការរបស់ខ្ញុំ Ralph Offer and Education តាមរយៈនៃកម្មវិធីនីតិឆ្លើយសំណួរយកសភៅដែលធ្វើឡើងរយៈពេល 5-6 ឆ្នាំតាមរយៈសភៅ4ក្បាលដែលខ្ញុំបានសរសេររួចរាល់តាមរយៈបទពិសោធន៍នៃការធ្វើការងារជាមួយកុមារនិងយុវជនទាក់ទងជាមួយនឹងការអប់រំដែលខ្ញុំតែងតែចាត់ទុកថាជាការងារស្នូលជាការងារសប្បុរសធម៌ជាការងារចូលរួមជួយសង្គមក្តីសពរបស់ខ្ញុំគឺឃើញកុមារទៅសាលាយុវជនបន្តការសិក្សាហើយមានអ្នកចូលរួមនីតិឆ្លើយសំណួរយកសភៅខ្លះចូលរួមតាំងពីថ្នាក់ទី12រហូតដល់ពេលនេះចប់ថ្នាក់បញ្ញាបត្រហើយក៏ព្រោះតែយើងបានផ្សាយជូនមកហើយយើងផ្ដល់សភៅទៅសហគមន៍រាប់ពាន់ក្បាលដែលគិតថ្លៃយើងចូលរួមលើកទឹកចិត្តយើងចូលរួមជួយយុវជនមួយចំនួនដែលមានបំណងបោះបង់ការសិក្សាជាដើមកន្លងមកនេះខ្ញុំតែងតែធ្វើកម្មវិធីតាមរយៈFacebook page ជាមួយនឹង Facebook តែបច្ចុប្បន្នខ្ញុំងាកមកចាប់ផ្ដើមធ្វើជាមួយនឹង Channel YouTube ដូចអ្វីដែលយើងបានជម្រាបជូនខាងលើខ្ញុំស្នើសុំអញ្ជើញគ្រប់អញ្ជើញលោកលោកស្រីជាពិសេសបងប្អូនដែលតែងតែគ្រប់គ្រងនីតិឆ្លើយសំណួរយកសភៅអាចអញ្ជើញចូលរួមជាមួយយើងខ្ញុំតាមរយៈ YouTube Channel ក្នុងគោលបំណងដើម្បីបង្កើនការផ្សព្វផ្សាយក្នុងគោលបំណងដើម្បីអាចស្វែងរកថវិកាមួយចំនួនដើម្បីទិញសភៅដាក់ចូលនៅក្នុងកម្មវិធីនីតិឆ្លើយសំណួរយកសភៅក្នុងគោលបំណងដើម្បីរក្សាឲ្យមានដំណើរការរហូតរបស់កម្មវិធីនីតិឆ្លើយសំណួរយកសភៅនេះជាវីដេអូដំបូងនៅក្នុង Channel YouTube របស់ខ្ញុំដឹងថាមានកន្លែងខ្លះឆ្កងមិនល្អនោះទេប៉ុន្តែខ្ញុំក៏នឹងមិនលុបវាដែរខ្ញុំរក្សាវារហូតដល់តែនីតិឆ្លើយសំណួរយកសភៅអាចនឹងផ្ដល់សភៅរាប់ម៉ឺនក្បាលទៅកាន់សហគមន៍តាមរយៈនីតិឆ្លើយសំណួរយកសភៅលោកលោកស្រីបងប្អូនអ្នកដែលធ្លាប់ចូលរួមបានដឹងហើយថាការចូលរួមនីតិឆ្លើយសំណួរយកសភៅអ្នកចូលរួមនឹងទទួលបានចំណេះដឹងទូទៅទទួលបានសភៅដែលឥតគិតថ្លៃទទួលបានការកែតម្រូវអក្ខរវិរុទ្ធជាដើមនេះជាអត្ថប្រយោជន៍ដែលអ្នកចូលរួមនឹងទទួលបានម្ដងទៀតអញ្ជើញលោកស្រីបងប្អូនទាំងគ្នាចូលរួម Subscribe Channel YouTube របស់ខ្ញុំចែករំលែកទៅកាន់បងប្អូនកូនក្មួយអ្នកផ្សេងទៀតដែលយើងយល់ថាកម្មវិធីនេះមានតម្លៃសម្រាប់គាត់ជាការអប់រំក៏ព្រោះតែខ្ញុំដឹងក្នុងនាមជាស្ថាបនិកនីតិឆ្លើយសំណួរយកសភៅដែលផ្សាយរាប់រយម៉ោងមកនេះយើងទទួលបានអារម្មណ៍ថាប្រជាជនកម្ពុជាយើងមួយចំនួនជាពិសេសយុវជនជាពិសេសកុមារអត់សូវចាប់អារម្មណ៍នឹងកម្មវិធីអប់រំទេនេះជាហេតុដែលកម្មវិធីអប់រំពុំសូវមានការទទួលស្គាល់ពុំសូវមានការផ្សព្វផ្សាយពុំសូវមានអ្នកឲ្យតម្លៃជាពិសេសតកតងជាមួយនឹងការគ្រប់គ្រងជាដើមនេះជាមូលហេតុដែលខ្ញុំងាកមកធ្វើកម្មវិធីនេះនៅក្នុងបណ្ដាញសង្គម YouTube សង្ឃឹមថាវាជាផ្នែកមួយដែលអាចជួយផ្គត់ផ្គង់ជួយផ្ដល់សិទ្ធិបន្ថែមទៅកាន់មិត្តអ្នកអាននិងសាធារណជនអរគុណច្រើនកុំភ្លេចចូលរួម Subscribe YouTube របស់ YouTube Channel របស់ខ្ញុំជម្រាបលា